ទឹកភ្នែកអតីតភរិយាបង្ហោះសារសមអតីតស្វាមីបញ្ឈប់ការផ្ដល់ព័ត៌មានមិនពិតក្រោយមានជីវិតថ្មីជាមួយនឹងអ្នកផ្សេងកុំវាយប្រហារខ្ញុំទៀតអារម្មណ៍ខ្ញុំមិនរឹងមាំទេលៀងអតីតខ្លួនឯងបានតែសុំកុំមកប៉ះពាល់កិត្តិយសខ្ញុំសម្រាប់បេះដូងអតីតភរិយាបញ្ជាក់សុំសេចក្តីសុខជាចុងក្រោយខណៈសុខភាពផ្លូវចិត្តកំពុងដុនដាបខ្លាំងទោះបីជាមានរឿងរ៉ាវកន្លងហួសទៅមែនប៉ុន្តែរបួសបេះដូងហាក់មិនទាន់ជាសះស្បើយនៅឡើយសម្រាប់អតីតភរិយារបស់បុគ្គលម្នាក់ដែលថ្មីនេះនាងបានបង្ហោះសារយ៉ាងក្រឹកក្ដួលសុំឲ្យអតីតស្វាមីបញ្ឈប់សកម្មភាពមិនសមរម្យលើរូបនាងសម័យខ្លួនបានសង្កត់ធ្ងន់ថាអតីតស្វាមីអាចកសាងជីវិតថ្មីបានតែសូមកុំយកនាងធ្វើជាឈ្នន់ឬនិយាយឲ្យនាងអាក្រក់នៅក្នុងកែវភ្នែកអ្នកដទៃអ្វីដែលអតីតប្តីចង់កសាងជាមួយអ្នកថ្មីគឺជារឿងបុគ្គលមិនពាក់ព័ន្ធនឹងនាងទៀតទេនាងបានលើកឡើងទាំងឈឺចាប់ថានាងដឹងច្បាស់ពីវិធីសាស្ត្រប្រើពាក្យសម្ដីផ្អែមល្ហែមដើម្បីឲ្យអ្នកដទៃជឿជាក់លើបុគ្គលនោះនាងមិនខ្វល់ថាអ្នកណាជឿជាក់បែបណានោះទេតែសុំត្រឹមតែកុំមកវាយប្រហារនាងបន្តទៀតចំណុចដែលធ្វើឲ្យមហាជនអាណិតបំផុតនោះគឺនាងបានទម្លាយថាផ្លូវចិត្តរបស់នាងមិនរឹងមាំឡើយហើយបច្ចុប្បន្នសុខភាពរបស់នាងក៏មិនសូវល្អដែរដូច្នេះនាងមិនអាចទ្រាំទ្រនឹងសម្ពាធទាំងនេះបានទៀតទេគួរបញ្ជាក់ផងដែរថារឿងរ៉ាវស្ត្រីម្នាក់ដែលបានទម្លាយរឿងចោទប្រកាន់ប្តីរបស់ខ្លួនលួចមានស្រីរាប់មិនអស់ថែមទាំងលួចរៀបការជាមួយនឹងស្រីក្មេងអាយុ19ឆ្នាំបើទោះបីជាពួកគេបានលែងលះគ្នាដាច់ស្រេចហើយក្តីក៏នៅតែត្រូវបានចែកចាយពេញបណ្ដាញសង្គមជាបន្តបន្ទាប់ខណៈដែលស្ត្រីជាអតីតប្រពន្ធនៅតឬមិនទាន់អស់ចិត្តរឿងប្តីផិតក្បត់បានទម្លាយបន្តរឿងអតីតប្តីដុកទ័ររូបសង្ហាដោយបង្ហាញពីរូបភាពនិងវីដេអូអតីតប្តីជាមួយប្រពន្ធក្មេងបានមេដាយការងារដោយសារមានខ្លួនជាអតីតប្រពន្ធជាអ្នកជួយពីក្រោយខ្នងបែរជាប្តីបានមេដាយហើយទៅអួតស្រីថ្មីទៅវិញស្ត្រីដែលអះអាងថាត្រូវប្តីលួចរៀបការប្រពន្ធថ្មីវ័យក្មេងនោះមានឈ្មោះថាលីពេជ្ជតាសប្តាហ៍ថ្ងៃកំពុងរស់នៅប្រទេសអូស្ត្រាលីជាមួយនឹងកូនស្រី2នាក់ចំណែកបរិសុទ្ធជាប្តីត្រូវបានស្ត្រីជាប្រពន្ធអះអាងថាមានឈ្មោះអឹងសេរីវឌ្ឍនាមុខរបរជាវិជ្ជបណ្ឌិតតាមរយៈគណនីបណ្ដាញសង្គមផ្ទាល់ខ្លួននៅយប់ថ្ងៃទី5ខែកុម្ភៈឆ្នាំ2026កន្លងទៅលោកស្រីលីពេជ្ជតាបានបង្ហោះវីដេអូមួយចំនួនព្រមទាំងរូបថតគៀកកាយគ្នាយ៉ាងផ្អែមល្ហែមរវាងអតីតប្តីនិងប្រពន្ធក្មេងដោយនៅក្នុងនោះមានឃ្លីបវីដេអូមួយបង្ហាញពីវត្តមានលោកដុកទ័រជាអតីតប្តីនិងប្រពន្ធក្មេងដែលស្ថិតនៅក្នុង Sky Bar មួយកន្លែងបានស៊ឺប្រ៉ៃប្រពន្ធក្មេងតាមរយៈការទិញចិញ្ចៀនពេជ្រមួយវង់ជូនស្រីស្នេហ៍និងធ្វើឲ្យខាងស្រីរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកថែមទៀតផងដោយភ្ជាប់ជាមួយនឹងសំណេរថាយប់នេះខ្ញុំសូមផុសបង្ហើយឲ្យអស់នៅទង្វើលួចលាក់ក្បត់ផាត់ដល់ពឹសពុលដើម្បីកុំឲ្យសេសសល់ដិតដាមរឿងដ៏ឈឺចាប់នេះតទៅទៀតសូមទោសបងប្អូនខ្ញុំសូមរំខានបងប្អូនច្រើនពេកហើយតែការឈឺចាប់នេះបើមិនផុសចេញខ្ញុំនឹងរឹតតែឈឺចាប់ក្រោមគ្រាខ្ញុំសូមអរគុណបងប្អូនដែលលើកទឹកចិត្តដល់ខ្ញុំហើយសូមបញ្ជាក់ថានាងខ្ញុំមិនចង់ល្បីអីទេបញ្ជាក់រាល់វីដេអូរូបភាពផុសតាងផ្សេងៗអំពីទំនាក់ទំនងផាត់ក្បត់នេះនាងខ្ញុំទទួលបានពីឈ្មោះលេងច័ន្ទគ្រីស្ទីណាជានារីវ័យក្មេងលួចប្តីគេនេះឯងក្នុងកំឡុងខែ6ឆ្នាំ2024